ខ្ញុំពិតជាអនុមោទនាមែនទែនដែលមានគណៈដឹកនាំវត្តយល់អញ្ចឹងណាបាទព្រោះបរិស័ទយល់មុនវាមិនសូវមានឥទ្ធិពលទេតែបើព្រះអង្គគ្រូចារិកាគណៈសូមថ្វាយអង្គមទៅអម្ចាស់យល់ធម្មៈពិតប្រកបចឹងទៅបើទោះជានៅដឹកនាំតាមប្រពៃណីហ្នឹងក៏ជាពន្លឺដែរពន្លឺអាចសិក្សាបន្ថែមថាប្រវត្តិប្រពៃណីហ្នឹងហេតុអីបានគេធ្វើអញ្ចឹងនៅធ្វើឧបមាថាឥឡូវហែសពហែអីចោះគេដាក់កាក់ក្នុងមាត់ធ្វើឲ្យមើលឲ្យបញ្យលទៀតបញ្យលតាមតាអីដែលមានស្រាប់ដល់ប្រពៃណីដូនតាយើងធ្វើមកហ្នឹងមិនសូវល្ងឹតដូចយើងដាក់ជំនឿក្នុងថ្ងៃហ្នឹងទេហ្នឹងគឺរហូតដល់មានស្មូតសូត្រប្រាប់ថាសូម្បីតែលុយឬប្រាក់កាក់ដែលគេយកដាក់ទៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរេរត់លើផែនដីយើងធ្វើតាមទំនៀមចឹងទៅបញ្យលកូនចៅនេះយើងធ្លាប់ឃើញថាដាក់កាក់ដាក់អីហ្នឹងឲ្យគាត់ទៅចាយនៅខាងមុខអីចេះចោះនឹងជាជំនឿទេតែពុព្វបរោះយើងចង់បង្ហាញយើងទាំងអស់គ្នាដែលជាអ្នកនៅរស់ហ្នឹងថាអ្វីទាំងអស់ដែលយើងមានសពថ្ងៃហ្នឹងណាយកទៅមិនបានទេពេលស្លាប់នោះសំបីតកាក់ដាក់ក្នុងមាត់ក៏នៅនឹងឯងអត់មានទៅណាទេនេះជាទ្រឹស្ដីដើមតែកូនចៅយល់យ៉ាងណាជារឿងរបស់កូនចៅទៅចោះខ្ញុំបានបំពេញតួនាទីខ្ញុំហើយល្អធ្វើឲ្យយើងបញ្យល់ចឹងហ្មងបាច់លេខបាច់អីហ្នឹងចឹងដែរពុព្វបរោះយើងមិនមែនបាច់ឲ្យពួកអមនុស្សឬក៏បាច់ឲ្យខ្មោចតាមផ្លូវអីទេជាតំណាងឆ្អឹងរបស់យើងម្នាក់ក្នុងសង្សារវដ្តនេះហ្នឹងតែកើតហើយស្លាប់ឆ្អឹងនេះបើសិនជាវាមិនរលាយទេតែយើងម្នាក់ហ្នឹងឆ្អឹងនឹងសដូចលេខនៅលើផែនដីអាហ្នឹងគឺជាវត្ថុបំណងចាស់បុរាណយើងបង្កើតកម្មវិធីបាចលេខតែកូនចៅយល់យ៉ាងណាជឿយ៉ាងណាអ៊ំបានធ្វើឲ្យហើយតែវត្ថុបំណងពុព្វបរោះយើងអញ្ចឹងឲ្យយើងអ្នកនៅរស់នេះទេពិចារណាហ្នឹងស្បូវភ្លាំងចងឈូសដឹកទៅអីចឹងដែរតាមជំនឿអានឹងតាមទម្លាប់ខ្ញុំបានធ្វើឲ្យហើយថានាំព្រលឹងនាំអីចឹងអានឹងជាជំនឿទេតែមិនមែនជាសេចក្តីដើមនៃពុព្វបរោះរបស់យើងទេពុព្វបរោះរបស់យើងបង្កើតប្រាប់តាមសេចក្តីនៃពធថាកាលណាខ្សែគឺតណ្ហាមានកាមតណ្ហាភវៈតណ្ហាវិភវៈតណ្ហានឹងដែលជាប់ជំពាក់ក្នុងរូបសម្លេងក្នុងរូបផតថាពៈជាដើមនឹងមិនតន់ដាច់នៅពេលណាខ្សែតណ្ហានឹងវានឹងចងសត្វលោកឲ្យទៅជាប់ក្នុងភពឲ្យមានជាតិមានកំណើតរងទុក្ខតទៅទៀតបុគ្គលឯណាដែលចង់កាត់ផ្ដាច់នៅដំណើរក្នុងសង្សារវដ្តទល់តែកាត់ផ្ដាច់នៅខ្សែគឺតណ្ហាដែលដូចជាស្បូវភ្លាំងនឹងនេះជាអត្តន័យដើមយើងបញ្យល់ចាធ្វើឲ្យហើយយើងបញ្យល់តែគេជឿមិនរឿងរបស់គេឲ្យសិទ្ធិសេរីភាពទៅគេហ្នឹងហើយព្រោះយើងទៅដល់ប្រឈប់ភ្លាមហ្មងទៅមានអីគេអត់រកយើងគេរកអ្នកផ្សេងដល់រកអ្នកផ្សេងយើងអត់ឱកាសបញ្យល់ខ្ញុំគិតថាយើងនៅធ្វើយើងកាន់តែមើលថាវាអត់ប៉ះពាល់ដល់សិក្ខាបទអត់ប៉ះពាល់សិលអត់ប៉ះពាល់អីប៉ុន្តែយើងធ្វើក្នុងឧបាយនៃការពន្យល់ខ្ញុំគិតថានៅតែល្អហ្នឹងហើយកុំឲ្យតែយើងខ្លាចក្នុងការនិយាយខ្លាចបាត់បរិស័ទខ្លាចគេលែងអញ្ជើញខ្លាចអីយើងអត់អញ្ចឹងអាហ្នឹងវាខ្វះការអនុគ្រោះបាទ